យើងគឺជាមនុស្សស្រីយើងមានទំនួលខុសត្រូវបែបយើងគឺជាម្ដាយយើងក៏មានគោលដៅជីវិតរបស់យើងដែរអារម្មណ៍របស់ខ្ញុំចងចាំបាននៅពេលដែលខ្ញុំពិបាកជាងគេបំផុតគឺនៅពេលដែលខ្ញុំមានទង្ងន់កូនស្រីខ្ញុំពេលនោះខ្ញុំជិះម៉ូតូទៅធ្វើការនៅឆ្ងាយជិះទៅដល់ចောင်းចៅអាចថាមួយថ្ងៃ4បកក៏មានដែរវារៀងហត់សម្រាប់ស្ត្រីដែលមានផ្ទៃពោះម្នាក់ហើយគាត់ទៅធ្វើការដោយខ្លួនឯងជិះម៉ូតូខ្លួនឯងវាហត់ណាវា feeling ថាអូធម្មតាមនុស្សស្រីយើងធម្មតាមិនទាន់ទាំងមានពោះមានពងផងយើងជិះទៅយើងនៅអាចថាវារៀងល្វើយចុះតម្រាំតែអ្នកដែលគាត់មានផ្ទៃពោះទៀតអ្វីដែលខ្ញុំឈឺចាប់បំផុតអ្វីដែលខ្ញុំឈឺចាប់ហើយខ្ញុំអត់អាចបំភ្លេចបានគឺនៅពេលដែលខ្ញុំឃ្លានញ៉ាំក្រូចពោធិ៍សាត់ណាធំតែ1 ឡូវា 4-5 ម៉ឺនខ្ញុំអត់មានលុយញ៉ាំខ្ញុំអត់ហ៊ានតែញ៉ាំព្រោះដោយសារតែយើងសែនសំលុយព្រោះពេលហ្នឹងយើងអត់មានទេយើងអត់លុយអញ្ចឹងយើងត្រូវសំពីសែនសំដើម្បីទុកលុយសម្រាប់អារម្មណ៍មួយនេះគឺខ្ញុំចង់ចាំអត់ភ្លេចទេខ្ញុំចង់ចាំអត់ភ្លេចអញ្ចឹងអារម្មណ៍មួយហ្នឹងហើយភាពលំបាកមួយហ្នឹងហើយដែលវាធ្វើឲ្យខ្ញុំមានមកដល់ថ្ងៃហ្នឹងហើយខ្ញុំតែងតែប្រាប់ខ្លួនឯងថាខ្ញុំនឹងខំតស៊ូធ្វើមិនក៏ដោយខ្ញុំមិនឲ្យកូនខ្ញុំខ្វះខាតទេខ្ញុំមិនឲ្យកូនខ្ញុំឆ្លងកាត់អារម្មណ៍ដែលពិបាកនឹងដូចខ្ញុំទេអញ្ចឹងទើបខ្ញុំអាចមានថ្ងៃនេះខ្ញុំមានថាអូខេខ្ញុំមានការងារមួយដ៏ល្អមានជាទូនាទីមួយដ៏ល្អមានប្រាក់ខែដែលខ្ញុំអាចចិញ្ចឹមបីបាច់កូនខ្ញុំបានគ្រាន់តែថាការងារធម្មតាយើងធ្វើការឲ្យគេវាខុសគ្នាពីការងាររបស់ខ្លួនឯងឬមួយក៏ជាអាជីវកម្មខ្លួនឯងអញ្ចឹងហើយទើបខ្ញុំសម្រេចចិត្តបញ្ឈប់ការងាររបស់ខ្ញុំហើយខ្ញុំមកធ្វើការបើកអាជីវកម្មឲ្យខ្លួនឯងវិញដើម្បីយើងទី1យើងអាចមានពេលច្រើនសម្រាប់កូនសម្រាប់គ្រួសារហើយយើងអាចរកចំណូលបានយើងក៏អាចផ្ដល់នៅការងារដល់ប្រជាជនយើងដែរអញ្ចឹងខ្ញុំចង់ផ្ដាំផ្ញើទៅស្ត្រីគ្រប់រូបថាយើងគឺជាមនុស្សស្រីយើងមានទំនួលខុសត្រូវបែបយើងគឺជាម្ដាយយើងមានទំនួលខុសត្រូវថាយើងត្រូវតែចិញ្ចឹមកូនយើងត្រូវតែបីបាច់កូនយើងណែនាំកូនយើងព្រានបដៅកូនយើងឲ្យកាន់តែល្អខ្លាយជាមនុស្សល្អនៅក្នុងសង្គមហើយយើងក៏មានគោលដៅជីវិតរបស់យើងដែរអញ្ចឹងហើយយើងគឺត្រូវតែប្រឹងឈរជំនះនៅឧបសគ្គទាំងអស់ដើម្បីទៅដល់គោលដៅដែលយើងចង់បានហើយខ្ញុំនៅតែលើកទឹកចិត្តដល់មនុស្សស្រីគ្រប់គ្នាទោះបីជាមានភាពលំបាកប៉ុណ្ណាក៏ដោយផ្លូវដោះស្រាយគឺវាត្រូវតែមានជោគជ័យនៅចាំយើងនៅខាងមុខអញ្ចឹងប្រឹងឡើងដើរឲ្យដល់គោលដៅទាំងអស់គ្នា